15រឿងនាងសមាវតីគាថានេះកាលដែលព្រះអង្គទ្រង់គង់នៅក្រុងកោសំពីដោយប្រពគាថាដូច្នេះថាអបមាតោអមតាំងបទាំងបមាតោមជ្ជនោបទាំងអបមត្តានមីយន្តិយេបមត្តាយថាមេតាអេតាំងវិសេសតោញត្វាអបមាតមហេបណ្ឌិតាអបមាទេបមោតន្តិអរិយាណੰកោចរេរតាតេជាយិណោសាតតិកានិច្ចំតលហបរកម្មាហោសន្តិធិរានពាណੰយោកខេមੰអនុត្តរੰសេចក្តីមិនប្រមាទជាផ្លូវនៃសេចក្តីមិនស្លាប់សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ជនទាំងឡាយដែលមិនប្រមាទហើយឈ្មោះថាមិនស្ដាប់ជនទាំងឡាយដែលប្រមាទហើយទុកដូចជាមនុស្សដែលស្លាប់ទៅហើយពួកបណ្ឌិតបានជ្រាបនៅដំណើរនេះដោយប្លែកគ្នាទើបស្ថិតនៅក្នុងសេចក្តីមិនប្រមាទរីករាយក្នុងសេចក្តីមិនប្រមាទបណ្ឌិតទាំងនោះជាអ្នកត្រេកអរហើយក្នុងធម៌ជាគោចរៈនៃព្រះអរិយបុគ្គលទាំងឡាយមានការពិនិត្យជាប្រក្តីមានព្យាយាមជាប់តគ្នាមានសេចក្តីប្រឹងប្រែងមាំមួនជានិច្ចជាអ្នកមានប្រាជ្ញាតែងប៉ះពាល់នៅព្រះនិព្វានជាទីក្សេមចយោគៈជាគុណជាតិដ៏ប្រសើរបំផុតគាថានេះទ្រង់ប្រពហើយជនទាំងឡាយបានសម្រេចមានសោតាបត្តមៈជាដើមសូមអនុមោទនា